សូមគោរពសាស្ត្រាចារ្យតាមបណ្ឌិតនិងបងប្អូននិស្សិតទាំងអស់ជាទីគោរពដើម្បីទទួលបានចំណេះដឹងថ្មីៗពីវាគ្មិនជាតិនិងអន្តរជាតិនិងដើម្បីចូលរួមលើកកម្ពស់វិស័យតន្តសាស្ត្រខ្មែរឲ្យរីកចម្រើនទៅមុខជាលំដាប់ខ្ញុំបាទតន្តបណ្ឌិតឯកទេសហេងពិសិដ្ឋប្រធានសមាគមគ្រូពេទ្យវះកាត់មុខមាត់និងឆ្អឹងគៀមកម្ពុជាមានកិត្តិយសសូមគោរពអញ្ជើញសាស្ត្រាចារ្យតន្តបណ្ឌិតនិងបងប្អូននិស្សិតតន្តសាស្ត្រចូលរួមសន្និសីទលើកទី4ប្រចាំឆ្នាំ2026ឲ្យបានច្រើនកុះករសន្និសីទនេះមានវាគ្មិនចំនួន11រូបអញ្ជើញមកពីប្រទេសអូស្ត្រាលីអាមេរិកសិង្ហបុរីម៉ាឡេស៊ីរួមគ្នាចែករំលែកចំណេះដឹងនិងបទពិសោធន៍ល្អៗផ្សេងគ្នាក្រោមប្រធានបទការពង្រឹងសុវត្ថិភាពអ្នកជំងឺក្នុងវិស័យវះកាត់មុខមាត់និងឆ្អឹងថ្គាមនៅថ្ងៃប្រហ័សទី22និងថ្ងៃសុក្រទី23ខែមករាឆ្នាំ2026នៅសន្តាគារសុខាភ្នំពេញក្នុងរយៈពេល2ថ្ងៃនៃអង្គសន្និសីទនេះក៏មានការចូលរួមតាំងពិព័រណ៍ពីបណ្ដាក្រុមហ៊ុនលក់បរិក្ខារតន្តសាស្ត្រជាច្រើនផងដែរការចូលរួមរបស់សាស្ត្រាចារ្យតន្តបណ្ឌិតនិងនិស្សិតតន្តសាស្ត្រនៅពេលនេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់និងជាការចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាពជាតិឲ្យខ្មែររឹងមាំនិងរីកចម្រើនទៅមុខជាបន្តបន្ទាប់ទាំងផ្នែកចំណេះដឹងនិងជំនាញវិជ្ជាជីវៈក្នុងវិស័យតន្តសាស្ត្រសូមសាស្ត្រាចារ្យតន្តបណ្ឌិតនិងបងប្អូននិស្សិតតន្តសាស្ត្រមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំសូមអរគុណ